ជំរាបសួរសួស្តីស្វាគមន៍អ្នកទាំងអស់គ្នាបាទpower energy លបរបស់យើងតន់ផុតអញ្ចឹងយើងមកមើលជាមួយនឹងការលបទៀតមើលមូលហេតុអីបានជាអ្នកទាំងអស់គ្នានៅជាប់ lock ឬក៏មូលហេតុអីបានអ្នកទាំងអស់គ្នាត្រូវ block ហើយអត់ទាន់មានទំនាក់ទំនងថ្មីឬក៏មិនទាន់ជួបអ្នកដែលត្រូវចិត្តយើងមកមើលជាមួយនឹង Oracle កាតទាំងអស់គ្នាសម្រាប់បងដែលត្រូវជាមួយនឹង energy សារនេះអាចធ្វើការ claim energy បានបងគាត់អានមិនសមហ្នឹងគាត់ថាថ្ងៃនេះ powerful ហ្មងតាមព្រឹកដល់ល្ងាចជួបតសារស្នេហាអញ្ចឹងណាអញ្ចឹងយើងមកឆែកមើលសម្រាប់អ្នកមួយចំនួនដែលក៏មិនទាន់បានមានឱកាសឆែកមើលថាតាមមូលហេតុអីដែលអ្នកទាំងអស់គ្នានៅជាប់គាំងមិនទាន់ជួបអ្នកណាឬក៏មិនទាន់បើកចិត្តទទួលបានឬក៏យ៉ាងម៉េចអញ្ចឹងណាចាសូមបញ្ជាក់ដែរនេះគឺជាធម៌ពលរបស់អ្នកទាំងអស់គ្នារួមគ្នាអាចនឹងមានអ្នកត្រូវនិងអ្នកមិនត្រូវដូច្នេះហើយសារល្អក៏យើង claim យក energy សារដែលមិនត្រូវជាមួយនឹងយើងមានในវីដេអូនេះមិនមែនសម្រាប់បងសម្រាប់អ្នកដែលគាត់ត្រូវការអានកាតអាចធ្វើការអានបានហើយសូមអ្នកដែលចង់អានថ្ងៃនេះបានចម្លើយថ្ងៃនេះចាអ្នកចង់អានថ្ងៃនឹងបានចម្លើយទឹកក្រោយចាំអាទិត្យក្រោយចាំតាក់តងមកអានបងចាបងមិនណាត់ទុកពីចង្អាយពេកទេព្រោះដល់ថ្ងៃក៏ខ្ញុំភ្លេចដែរចាតែបងអាចប្រាប់ជូនទៅនឹងបានដល់ថ្ងៃមុនមួយថ្ងៃមុនមួយម៉ោងឲ្យបងឲ្យលើទៅព្រោះតែអ្នកទាំងអស់គ្នានៅអត់ទាន់មានតម្រូវការអ្នកមួយចំនួនទៀតទំតែប្រឡែងជាមួយនឹងតំណែងចាស់ដំបងអញ្ចឹងត្រូវការ take time ដើម្បី heal ខ្លួនឯងព្រោះគិតថាមិនមែនជាមនុស្សដែលដង្ហូយដង្ហាយស្នេហាអីផងមិនរស់អត់ស្នេហាអត់បានផងដោយសារតែធ្លាប់នៅក្នុងតំណែងដែល pressure កន្លងមកក្នុងតំណែងដែល toxic នៅក្នុងតំណែងដែលពេលខ្លះខំតែឯងចាចឹងហើយបងមានអារម្មណ៍ថាអត់តន់ដល់ពេលឬក៏អត់តន់ត្រូវការអញ្ចឹងណាព្យាយាម step by step ពេលខ្លះអ្នកមួយចំនួនក៏ជាមនុស្សដែលកំពុងតែ confuse អំពីតម្រូវការខ្លួនឯងកំពុងតែអត់ច្បាស់ថាតើខ្លួនឯងត្រូវការស្នេហារបៀបម៉េចឲ្យពិតប្រាកដត្រូវការ Pisces ត្រូវការNarcissus ឬក៏ត្រូវការ Empire ឬក៏ត្រូវការប្រភេទមនុស្ស toxic ឬក៏ត្រូវការ provider អីចឹងណាចាអត់តន់ស្គាល់ច្បាស់ខ្លួនឯងព្រោះខ្ញុំទទួលស្គាល់ថាមនុស្សយើងកើតមកពិតជា type ខុសៗគ្នាមែនមិនមែនគ្រប់មនុស្សស្រីឬក៏គ្រប់បុរសទាំងអស់សុទ្ធតែត្រូវការ provider ទេខ្ញុំនិយាយក្នុងនាមខ្ញុំជាមនុស្សស្រីដូចគ្នាមិនមែនគ្រប់មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការអ្នកដែលគាត់ចូលមកត្រូវតែជា provider ទេ sometimes គាត់អាច provide ដល់ខ្លួនឯងបានតែគាត់អាចនឹងត្រូវការ lover អ្នកដែល romantic អ្នកដែល sweet អ្នកដែលអីចឹងទៅ gentleman អីចឹងទៅ provider ហ្នឹងមើលទៀត provide រឿងអី provide លើរឿងហិរញ្ញវត្ថុរឿង feeling រឿង relationship ឬក៏ emotional ឬក៏អីចឹងទៅចឹងតម្រូវការមនុស្សយើងផ្សេងគ្នារៀងខ្លួនយល់អត់ចឹងខណៈពេលនេះសារដែលកំពុងតែចេញមកប្រាប់ថាអ្នកទាំងអស់គ្នានៅអត់ទាន់ច្បាស់អំពីខ្លួនឯងខ្ញុំតែងតែប្រាប់គ្រប់គ្នាទាំងអស់ដែលមកមើលជាមួយនឹងខ្ញុំថាមុននឹងបងចង់ attract នរណាម្នាក់ចូលមកក្នុងទំនាក់ទំនងបងស្គាល់ខ្លួនឯងសិនដឹងថាខ្លួនឯងត្រូវការអ្វីសិនដាក់ spec ដាក់ស្តង់ដារកំណត់គោលដៅខ្លួនឯងសិនបន្ទាប់មកយើងធ្វើ check លេខថាតើអាណាយើងគួរទុកអាណាយើងគួរ remove ចេញអាណាយើងគួរបន្ថយកម្រិតអីចឹងទៅយល់អត់អ្នកនរគ្នាសំអានមួយខ្ញុំអ្នកនរគ្នានឹងដឹងហើយគោលការណ៍មួយនេះខ្ញុំតែងតែប្រាប់ជានិច្ចថាធ្វើម៉េចចឹងយើងមកមើលជាបន្តអ្នកមួយចំនួនគាត់មានអារម្មណ៍គិតខ្វល់ខ្វាយឬក៏ទុកព្រួយអំពីរឿងអាយុពេលខ្លះគាត់អាចគិតថាគាត់ក្មេងពេកគេចាស់ជាងគាត់ឬក៏ពេលខ្លះគាត់គិតថាគាត់ចាស់ហើយខ្ជិលណាស់ខ្ជិលបើកចិត្តបើកបេះដូងអីទៀតណាធ្វើទៅតាមអារម្មណ៍បងចាមិនមែនមានន័យថាបងក្មេងបងក្មេងអត់ត្រូវការហើយបងគិតថាបងចាស់បងអត់ចាំបាច់មានអ្នកណាជីវិតទំនាក់ទំនងស្នេហា relationship គឺជា a part of the life បងជាផ្នែកមួយនៃជីវិតដែលយើងមិនចាំបាច់ថាត្រូវតែដាក់ព្រំដែនថាមានគឺមានអត់គឺអត់ទេទៅតាមអារម្មណ៍របស់យើងទៅតាម style lifestyle របស់យើងថាយើងចង់មានឬមិនចង់មាន
ចាអត់បាច់ទៅតាមមាត់អ្នកណាសំខាន់បងសួរបេះដូងបងខ្លួនឯងថាបងត្រូវការឬក៏អត់បើសិនជាបងអាយុច្រើនប៉ុន្តែបងគិតថាអត់ចង់នៅម្នាក់ឯងចង់មានមនុស្សម្នាក់យ៉ាងហោចណាមានមនុស្សម្នាក់អាចជជែកគ្នាប្រឹក្សាគ្នា along the way នៅក្នុងជីវិតរបស់បងដល់ថ្ងៃចុងក្រោយមានមនុស្សម្នាក់នៅក្បែរបងនៅក្បែរបងនៅម្ខាងទៀតនៃបងអីចឹងណាព្រោះសំថែមនុស្សយើងណាមានគ្នាក៏ធ្វើឲ្យជីវិតរបស់យើងចាស់ហ៊ានធ្វើអីមួយក៏មានគ្នាក៏ហ៊ានឲ្យយើងហ្នឹងនៅក្នុងការសម្រេចចិត្តធ្វើអីមួយគិតអីមួយឬក៏បន្តជីវិតនៅក្នុងការរស់នៅយល់អត់បងយល់ន័យខ្ញុំនិយាយកន្លែងហ្នឹងអត់មិនមែនមានន័យថាបងអត់ត្រូវការស្នេហាចឹងបងអត់ចង់មានសម្ពាធអត់ចង់មានស្រែអាហ្នឹងក៏ដល់ពេលអ្នកនេះហើយដល់ពេលដែលគេហៅថាមនុស្សអស់កម្មបងចាចឹងមានន័យថាគេលែងចង់ជាប់ជំពាក់ជាមួយនឹងជីវិតក្រុមគ្រួសារស្នេហាកូនចៅអីគេជឿរើសផ្លូវសាំងភ្នោះបួសហ្នឹងតែសារតែគេលែងចង់ជាប់ជំពាក់អីព្រោះតែពួកគាត់ដឹងថាបច្ចុប្បន្ននៃធម្មជាតិប្រកបគឺជាអីទៅតាមតម្រូវការមនុស្សរៀងខ្លួនតែបើសំណួរសួរថាចុះគេដែលគេមានគូរហូតដល់ចាស់ហ្នឹងគេមិនទាន់អស់កម្មមែនបនគេមិនមានកម្មគេមានបនណាកុសលកម្មណាដែលគេមានគូជីវិតកាន់ដៃគ្នាដល់ចុងបញ្ចប់នៃជីវិតដែលអ្នកមួយចំនួនរាល់ថ្ងៃកំពុងតែមានសំណាងហើយនៅអត់ដឹងខ្លួនទៀតនេះមានដៃគូជីវិតហើយគូល្អហើយគូយល់ចិត្តហើយគូម៉ាច់ឈិញគ្នាហើយតែអត់មើលឱកាសដល់សម្លឹងនឹងហើយអ្នកផ្សេងទទួលស្គាល់ Twin Plan គឺជាបេះដូងម្ខាងម្នាក់យើងនិយាយរឿង Twin Plan ស្ដាប់តិចចុះវាជារឿងធម្មតាមនុស្សយើងកើតមកយើងមានបេះដូងម្ខាងឬក៏បេះដូងមួយឬក៏បេះដូងមួយចំណិតរបស់យើងនេះត្រូវតែយកមកបំពេញឲ្យគ្នាត្រូវតែរកម្ខាងទៀតដើម្បីមកបំពេញឲ្យគ្នាបើ Twin Plan ទៅរកម្ខាងទៀតមកបំពេញឲ្យគ្នាតែខ្ញុំបច្ចេកមានសារមួយខ្ញុំធ្លាប់ឃើញគេនិយាយថា Twin Plan កាត់មកមួយជាតិមានតែម្នាក់ឯងខ្ញុំសូមបដិសេធចំពោះការលើកឡើងនេះ Not everyone កើតមកនៅលើផែនដីនេះបានជួប Twin Plan ខ្ញុំជាតិនេះអត់មាន Twin Plan ទេខ្ញុំមានតែ Soul Connection ដោយសារ Twin Plan របស់ខ្ញុំនៅភពផ្សេងគ្នាយកខ្ញុំនិយាយទៅកើតនៅទឹកដីផែនលោកម្នាក់អានេះជាអ្វីមួយដែលខ្ញុំសមាធិសកត់ចិត្តទៅពួកខ្ញុំ connect គ្នា So អ្នកដែលមានសំណាងបានជួប Twin Plan គឺបនគេបនអ្នកទាំងពីរដល់ដែលបានមកកើតនៅលើលោកនេះរួមគ្នាមានវាសនាបានជួបគ្នាក៏ប៉ុន្តែក៏មិនមែនមានអ្នកគ្រប់ Twin Plan ទាំងអស់ត្រូវតែជួបគ្នាដែរព្រោះ Twin Plan គឺជាចំណងស្នេហារបស់ Soul ដែល Soul ទាំងពីរស្រឡាញ់គ្នាដោយ unconditional love ស្នេហាដែលអត់មានព្រំដែនស្នេហាដែលអត់មានលក្ខខណ្ឌស្នេហាដែលអត់មានកំណត់ថាត្រូវតែគ្រប់គ្រងត្រូវតែចង់បានត្រូវតែយកឲ្យបានបើអ្នកទាំងអស់គ្នាមានស្នេហាគិតនៅក្នុងចំណុចនេះអ្នកទាំងអស់គ្នាមិនមែនជាស្នេហា Soul ទេជាស្នេហាកម្មកុសលកម្មឬក៏បានប្រកាន់ទៅតាមរឿងរៀងខ្លួនបើនិយាយពី Soul គេអត់មាននិយាយរឿងគ្រប់គ្រងយើងជាមនុស្សជាម្ចាស់ត្រូវតែគ្រប់គ្រងត្រូវតែយកឲ្យបានអត់ទេនៅលំដាប់ផ្សេងគ្នាណាចឹងខ្ញុំនិយាយឲ្យយល់បើ Twin Ray លក្ខណៈរបៀបម៉េច Twin Ray គឺបេះដូងពីរដែល connect ឲ្យគ្នាតែរាល់ថ្ងៃអ្នកទាំងអស់គ្នាភាគច្រើនតែងតែហៅថា soulmate ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងវាមាន soulmate ហើយ soulmate Twin Ray អីផ្សេងអញ្ចឹងទៅ bla 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 ទៅតាមការហៅរបស់រៀងខ្លួនគាត់ថា Twin Ray ក៏គេជាប្រភេទ higher self ដែរតតែបុគ្គលទាំងពីរទាំង DM ទាំង DF គាត់ higher self សិន awakening សិន Twin Plan ក៏ដូចគ្នាលែងនិយាយអានោះកំពូចំណាត់ថ្នាក់គូស្នេហ៍ទេវតាហ្នឹងលែងនិយាយមក So not everyone បានជួបណាសម្រាប់អ្នកដែលមានវាសនាបានជួបហើយថែរក្សាឲ្យគង់នេះជាអ្វីដែលខ្ញុំចង់ប្រាប់